មួយរយៈនេះដូចជារៀងភ្លៀងច្រើនជាងរាល់ដងប៉ុន្តែបើនៅស្រកវិញអត់ដឹងថាភ្លៀងឬអត់ទេតែអត់ភ្លៀងគឺដឹងតែចប់ហើយពុកម៉ែបងប្អូនដោយសារតែស្រូវប្រែពណ៌អស់បាត់ប្រែពីពណ៌បៃតងទៅជាពណ៌លឿងទុំណាដោយសារតែស្រូវទុំអស់ហើយពុកម៉ែបងប្អូនប៉ុន្តែទុំតែដើមទេអត់មានផ្លែទេទុំតែដើមនឹងឯងគឺលឿងដើមអស់ហើយដូច្នេះហើយឆ្នាំនេះអត់ដឹងថាបានស្រូវហូបឬអត់ទេរាល់ឆ្នាំឲ្យតែខែ7ហ្នឹងគឺដឹងតែរាំងរហូតប៉ុន្តែខែនេះដាច់ខែថ្ងៃនេះដែរអញ្ចឹងចូលខែ8ប្រហែលភ្លៀងដែរដឹងពុកម៉ែបងប្អូនប៉ុន្តែបើនៅភ្នំពេញនេះវិញគឺភ្លៀងរាល់ថ្ងៃឲ្យថ្ងៃឡើងអញ្ចឹងទៅម៉ោង1ម៉ោង2អីគឺដឹងតែភ្លៀងហើយជួនកាលភ្លៀងដល់ល្ងាចក៏មានដែរហើយពេលខ្លះព្រឹកឡើងពេលខ្ញុំទៅរៀនហ្នឹងក៏មានភ្លៀងអីខ្លះដែរណាពុកម៉ែបងប្អូនរលឹមអញ្ចឹងទៅនិយាយទៅគឺភ្លៀងទៅនៅភ្នំពេញដល់ពេលនៅស្រុកស្រែត្រូវការទឹកធ្វើស្រែគឺអត់មានទឹកលេងភ្លៀងទៅនៅភ្នំពេញលេចទៅភ្នំពេញណាប៉ុន្តែនៅស្រុកស្រែគឺត្រូវការទឹកប្រើប្រាស់អត់មានទេពុកម៉ែបងប្អូនអញ្ចឹងទៅអត់ដឹងធ្វើម៉េចដែរឆ្នាំក្រោយអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាបានស្រូវហូបអត់ទេបើសិនជាភ្លៀងរាល់ថ្ងៃអញ្ចឹងទៅស្រូវប្រហែលបានផលច្រើនណាប៉ុន្តែដោយសារតែរាំងមួយរយៈរាំងតាំងពីខែ7មកអញ្ចឹងទៅគឺស្រូវមិនសូវបានផលល្អប្រហែលទេដោយសារតែវាអត់ទឹកអត់អីណាមួយស្រែព្រៃអញ្ចឹងទៅគឺពិបាកដែរពុកម៉ែបងប្អូនអត់មានបន្លែអត់មានអីនៅព័ទ្ធជុំវិញទេអត់ដូចស្រែនៅស្រកណាស្រែនៅស្រកនៅភូមិអញ្ចឹងគឺមានទឹកមានអីព័ទ្ធជុំវិញអញ្ចឹងទៅហើយភាគច្រើនផ្ទះខ្ញុំអត់មានស្រែនៅជាប់ទេភាគច្រើនមានតែនៅស្រែព្រៃប៉ុន្តែភ្លៀងទៅនៅផ្ទះខ្ញុំរហូតដល់ពេលស្រែខ្ញុំនៅព្រៃនោះគឺកម្រភ្លៀងខ្លាំងមែនតើដល់ពេលអញ្ចឹងគឺដូចមេឃលំអៀងមិនទេភ្លៀងតែកន្លែងណាដែលអត់ធ្វើស្រែណាដល់ពេលកន្លែងមានស្រែគឺអត់ភ្លៀងតទៅសោះដឹងមិនដែរពុកម៉ែបងប្អូនដោយសារតែនៅកន្លែងហ្នឹងប្រហែលមានផ្ទាំងសាឡាមានអីចឹងណាដោយសារតែកន្លែងហ្នឹងគឺគេធ្វើរោងចក្រសូឡាអញ្ចឹងទៅប្រហែលរាំងភ្លៀងដោយសារតែនឹងដឹងពុកម៉ែបងប្អូនប៉ុន្តែខ្ញុំអត់ដឹងដែរដោយសារតែចូលដល់ខែ7គឺតែងតែរាំងរហូតអញ្ចឹងពិបាកដែរដោយសារតែឲ្យទៅដល់ខែហ្នឹងគឺតែងតែរាំងហើយស្រូវវិញគឺកំពុងតែព្រោះបានមួយខែពីរខែកំពុងតែពេញលូតលាស់ហើយប៉ុន្តែមានអីឲ្យតែថារាំងមួយរយៈអញ្ចឹងទៅគឺស្រូវងាប់អស់ពុកម៉ែបងប្អូនប្រែពណ៌ប្រែស្បុលទៅជាពណ៌លឿងទុំវិញណាដល់ពេលអញ្ចឹងទៅអាណិតស្រូវដែរខំធ្វើស្រូវមួយឆ្នាំអត់ស្រួលទេពុកម៉ែបងប្អូនតាំងពីការព្រោះស្រូវតាំងពីការច្រូតណាពេលព្រោះស្រូវម្ដងគឺដឹកស្រូវទៅតាំងគោយន់អញ្ចឹងទៅដល់នៅរកអត្រារកអីព្យួរហើយព្យួរកដាព្រៃថ្ងៃត្រង់ក៏មានថ្ងៃត្រង់ក៏មានដែរពុកម៉ែបងប្អូនព្រោះតាំងកដាថ្ងៃត្រង់អញ្ចឹងទៅចាំអត្រាចាំអីអញ្ចឹងទៅពេលខ្លះព្រោះមកបែកអីជោគអញ្ចឹងទៅដោយសារតែធ្វើស្រែគឺដឹងស្រាប់ហើយនៅកដាថ្ងៃត្រង់គឺក្តៅខ្លាំងមែនតែនតម្រាំតែព្រោះហើយបានមហាត់គឺអត់ស្រួលទេអញ្ចឹងទៅតម្រាំតែបានស្រូវព្រោះហើយអញ្ចឹងទៅសបាយមកវគ្គទៅប៉ុន្តែដល់ពេលស្រូវដោះហើយអត់មានទឹកទៀតគឺក្រៀមក្រំទៅវិញតាមស្រែណាពុកម៉ែបងប្អូនហើយដល់ពេលថ្ងៃបាជីអញ្ចឹងទៅអត់មានទឹកក៏មានដែរដល់ពេលលែងត្រូវការទឹកឲ្យចាប់ផ្ដើមមានទឹកភ្លៀងមកបាត់ជាពិសេសគឺខែច្រូតនឹងតែម្ដងឲ្យថាស្រូវទុំគឺដឹងតែមេចាប់ផ្ដើមភ្លៀងមកលិចពិបាកដល់ពេលច្រូតម៉ាស៊ីននេះអត់ចង់ចូលទេដោយសារតែទឹកច្រើនពេកហើយពេលខ្លះស្រូវដួលក៏មានដែរអញ្ចឹងទៅស្រូវកប់តែទឹកនឹងខាតបដោយពុកម៉ែបងប្អូនពុកប៉ាដល់ពេលខែត្រូវការទឹកអត់មានទឹកដល់ពេលខែលែងត្រូវការទឹកបែរជាមានទឹកវិញអញ្ចឹងមែនធ្វើស្រែពឹងលើមេឃណាពុកម៉ែបងប្អូនហើយរាល់ឆ្នាំវិញធ្វើរំដួលប៉ុន្តែឆ្នាំនេះវិញគឺធ្វើតែកសាំងទៀតទេដោយសារតែអស់ពូជស្រូវរំដួលអញ្ចឹងទៅគឺហើយឆ្នាំក្រោយហូបបាយដឹងម្ដងលែងបានហូបបាយតុនដូចរាល់ឆ្នាំណាពុកម៉ែបងប្អូនហើយផ្ទះខ្ញុំភាគច្រើនគឺហូបតែបាយតុនទេកម្រហូបបាយដឹងខ្លាំងមែនតើដោយសារតែហូបបាយដឹងពេលហូបបាយកកអីពេលព្រឹកទៅគឺរឹងខ្លាំងមែនតើរឹងដូចដុំថ្មអញ្ចឹងគឺពិបាកហូបខ្លាំងមែនតើទម្លាប់ហូបតែ